វាច្រើនឆ្នាំដែរដែលខ្ញុំបានទទួលបានបទពិសោធន៍ច្រើនដែលខ្ញុំមានឱកាសបានធ្វើរឿងជាច្រើននៅក្នុងក្រុមហ៊ុន payment ហើយក្រុមហ៊ុនជាលក្ខណៈ start up អញ្ចឹងពេលដែលយើងចាប់ផ្ដើមមកគឺយើងមានរឿងត្រូវធ្វើច្រើនរឿងដែលឲ្យយើងមើលឃើញបានច្រើនរឿងដែលយើងត្រូវរៀនច្រើនរឿងដែលយើងត្រូវចូលបទពិសោធន៍បានច្រើនអញ្ចឹងនៅក្នុងនោះវាមានកំហុសវាមានរឿងដែលធ្វើឲ្យយើងមានមោទនភាពក៏វាច្រើនដែរអញ្ចឹងរឿងដែលខ្ញុំមានមោទនភាពដែលពួកយើងអាចធ្វើបានណាគឺវាមានច្រើនហើយយើងអាច share detail បានគ្រាន់ថាយើងអាចលើកនៅចំណុចខ្លះហ្នឹងហើយដូចជាឥឡូវខ្ញុំមិនដឹងលើកពីណាដូចជារឿងមួយទាក់ទងមួយយើងជា payment យើងមិនអាចអត់បានទេគឺការទុកលុយនៅក្នុង wallet ហ្នឹងហើយទុកលុយក្នុង wallet យើងកាត់លុយចេញពី wallet មួយទៅ wallet មួយនឹង wallet និង account នេះអាចថាតែមួយទៅ wallet ឬក៏ account ហ្នឹងតើយើងធ្វើវាបែបម៉េចហ្នឹងយើងរក្សាមិនធ្វើម៉េចដើម្បីកុំឲ្យកាត់លុយខុសឲ្យវា accurate ឲ្យវាកុំឲ្យមាន duplicate transaction និយាយទៅឲ្យវា smooth កុំឲ្យមានការខុសសំបីតែ 0.01 0.0001 ហ្នឹងគឺយើងមិនឲ្យខុសតែម្ដងអញ្ចឹងគឺជាមោទនភាពមួយដែលយើងអាច build អាចធ្វើវាឡើងបានហើយយើងមានអី track មើលត្រឹមត្រូវយើងអាច reconcile វាឡើងវិញបានអញ្ចឹងលក្ខណៈ accuracy គឺភាពត្រឹមត្រូវរបស់វាគឺ 100% ជាបទពិសោធន៍កន្លងមកណាអញ្ចឹងបើយើងមើលទៅក្រោយវិញថាផ្លូវដែលយើងបានដើរគឺវាឆ្ងាយមែនទែនហើយមានមោទនភាពដែលយើងអាចកើតអានឹងបានបើយើងធៀបបច្ចុប្បន្នជាមួយនឹងប្រហែលឆ្នាំមុនណាបច្ចុប្បន្នកូនខ្មែរយើងឃើញថាអូបច្ចេកសមត្ថភាពធ្វើនេះធ្វើនោះអីបានច្រើនប៉ុន្តែកាលមុន system គឺភាគច្រើនគឺគេពឹងទៅលើ resource នៅខាងក្រៅដើម្បីបង្កើតកម្មវិធីអាចថាតាមធនាគារឬក៏តាមកន្លែងណាដែលគេចង់បង្កើតអីមួយធំគឺគេទៅរក resource ពីខាងក្រៅទៅរក vendor នៅខាងក្រៅទាំងដែលបច្ចុប្បន្នក៏នៅមានដែរហ្នឹងហើយប៉ុន្តែក្រុមហ៊ុនដែលខ្ញុំធ្វើហ្នឹងគឺ 100% កូនខ្មែរអ្នកធ្វើប៉ុន្តែដោយសារតែមានការដឹកនាំពីមេដែលគាត់បកកែគាត់មិនមែនចេះតែ business គឺគាត់ឆ្អិនជាមួយនឹង technical គាត់មានបទពិសោធន៍ជាមួយនឹងការ banking system នឹងមកនឹងគាត់ដឹកនាំឲ្យពួកយើងមានឱកាសធ្វើតែគាត់ជាខ្មែរទេគ្រាន់តែថានៅក្រៅប្រទេសចឹងទៅអញ្ចឹងអានឹងជាមោទនភាពមួយតបមកវាដេញបន្តរហូតយើងធ្វើរឿងច្រើនមែនទែនយើងធ្វើតាំងពីអាមិនហៅថា start up ណាតាំងពីទូចទៅភ្ជាប់មួយគេបន្តិចបន្តួចអញ្ចឹងទៅបង្ហាញស្នាដៃតិចតួចអញ្ចឹងទៅរហូតទៅដល់ធ្វើរឿងធំមែនទែនហ្នឹងហើយធ្វើរឿងធំមែនទែនដល់ថ្នាក់យើងផ្ដល់ solution ជួយទៅដល់system របស់រដ្ឋទៀតរបស់ជាតិទៀតអញ្ចឹងយើងមោទនភាពហើយកន្លែងហ្នឹងគឺអានេះខ្ញុំលើកចេញពីជ្រុងខ្ញុំឯងខ្ញុំមិនលើកចេញពីជ្រុងជាក្រុមហ៊ុនទេណាខ្ញុំលើកចេញជាជ្រុងខ្ញុំហើយខ្ញុំដឹងខ្លួនឯងថាខ្លួនឯងហ្នឹងក៏មានចំណែកច្រើននៅក្នុងការកសាងបានមកដល់រងថ្ងៃហ្នឹងដែរហើយគ្រាន់តែយើង reflect ឡើងទៅវិញយើងមានមោទនភាពហើយយើងអាចយកបទពិសោធន៍ហ្នឹង share ទៅឲ្យអ្នកដែលគាត់ចង់ដឹងព័ត៌មានហ្នឹងឬក៏អាចដឹងព័ត៌មានហ្នឹងទៅបានជាប្រយោជន៍អីមួយអញ្ចឹងហើយបានខ្ញុំធ្វើជាវីដេអូហើយចរិតរបស់ខ្ញុំដែលចូលចិត្តធ្វើជាវីដេអូហ្នឹងគឺមិនមែនឥឡូវទេគឺវាយូរមកហើយគឺយើងចូលចិត្តថានិយាយទៅយើងចូលចិត្តនិយាយជា public ប៉ុន្តែព្យាយាម filter ព្យាយាមដករឿងដែលអាចគ្រោះថ្នាក់ដល់ខ្លួនឯងដែរព្រោះយើងនិយាយ public យើងព្យាយាមនិយាយឲ្យវាមានព្រំដែនខ្លះណាហ្នឹងហើយតែជាអ្វីដែលខ្ញុំចូលចិត្ត
ហើយពេលដែលយើងធ្វើរឿងដែលយើងចូលចិត្តទៅយើងភ្លេចរឿងផ្សេងមករយៈចឹងទៅអញ្ចឹងក្នុងមួយថ្ងៃរបស់យើងហ្នឹងមានអារម្មណ៍ថាយើងបានធ្វើរឿងច្រើនមានន័យចឹងណាហ្នឹងហើយការងាររបស់ខ្ញុំមានរបៀបធ្វើការមួយដែលយើងចេះestimate ទៅលើពេលវេលាដែលត្រូវធ្វើណាហើយយើងផ្ដល់យើងមាននៅយុទ្ធសាស្ត្រល្អដើម្បីឲ្យការងារមួយនោះសម្រេចទៅតាមបទពិសោធន៍ខ្ញុំអញ្ចឹងការងារដែលខ្ញុំធ្វើវាច្រើនជាការងារធំដែរប៉ុន្តែវាច្រើនអត់សូវពិបាកខ្លួនខ្លាំងប្រហែលទេពិបាកខ្លួនបានន័យថាម៉េចពេលខ្លះយើងដាក់សម្ពាធទៅឲ្យក្រុមការងារពេកអានឹងហៅថាពិបាកយើងដាក់សម្ពាធយើងត្រូវថែមម៉ោងច្រើនធ្វើអីចឹងអាហ្នឹងក៏វាពិបាកដល់ក្រុមការងារពិបាកដល់ខ្លួនឯងដែរយុទ្ធសាស្ត្ររបស់ខ្ញុំគឺការដឹកនាំប្រជែកគឺខ្ញុំត្រូវតែយកបទពិសោធន៍របស់ខ្ញុំយកយុទ្ធសាស្ត្ររបស់ខ្ញុំបញ្យល់ទៅកាន់ធីមទាំងអស់មុននឹងធ្វើអីមួយគឺយើងនិយាយគ្នាសិនថាយើងចង់ដើរតាមផ្លូវណាហ្នឹងយើងចង់ធ្វើ feature មួយហ្នឹងយើងចង់មិនយើងចង់បើក screen មកចេញអីទៅចូលអីយើងចង់រក្សាទិន្នន័យមិនដើរតាមផ្លូវណាយើងគិត logic បែបម៉េចគឺយើងនិយាយគ្នាហើយបើសិនជាពួកគាត់មានគំនិតលើកមកហើយយើងនិយាយគ្នា debate រកចំណុចរួមមួយហើយយើងធ្វើតែម្ដងជាលទ្ធផលយើងធ្វើអញ្ចឹងគឺបានលឿនហើយវាត្រឹមត្រូវមកវាខុសពីការដឹកនាំមួយទៀតដែលគ្រាន់តែប្រាប់ថាឥឡូវជួយធ្វើអា feature មួយនេះមកប៉ុន្តែអត់ប្រាប់គេថាដើរតាមផ្លូវណាធ្វើមិនគួរតែមានអីនៅក្នុងនឹងខ្លះយុទ្ធសាស្ត្រធ្វើមិនខ្លះអានឹងវាអត់មានអានឹងសម្រាប់ដែលអ្នកគាត់ក្មេងៗខ្ញុំទូស្គាល់គឺគាត់អត់មានការគិតដែលអាចធ្វើឲ្យរឿងទាំងអស់នឹងចេញទេអញ្ចឹងគាត់ត្រូវរៀនដែរគាត់ត្រូវមានកំហុសដែរទោះបីជាខ្ញុំមានយុទ្ធសាស្ត្ររាល់ថ្ងៃនឹងក៏ដោយក៏ខ្ញុំនៅជួបបញ្ហានឹងដែរសម្រាប់developer ថ្មីមិនថាថ្មីប៉ុន្មានទេក៏រៀងចាស់ដែរប៉ុន្តែនៅតែមានកំហុសដូចថាយើងនិយាយគ្នាទៅអាចថាគាត់ឆ្លើយថាយល់ពេលហ្នឹងប៉ុន្តែទៅធ្វើអីផ្សេងអាហ្នឹងក៏មានប៉ុន្តែក្នុងនាមយើងជាអ្នកដឹកនាំដើម្បីឲ្យការងារនឹងបានល្អគឺយើងកន្លែងខ្លះយើងអាចធ្វើខ្លួនឯងដើម្បីបង្ហាញផ្លូវដល់ពួកគាត់កន្លែងខ្លះគឺយើងឲ្យពួកគាត់ធ្វើសិនទៅឲ្យគាត់ខុសសិនទៅបន្ទាប់មកយើងយកអ្វីដែលគាត់ខុសហ្នឹងreflect បញ្យល់ទៅពួកគាត់វិញថាមូលហេតុអីវាខុសនឹងដោយសារអីបើត្រូវវាយ៉ាងម៉េចបន្ទាប់មកគាត់បានរៀនពីរឿងហ្នឹងយើងចំណាយពេលទៅមករយៈសឹងតែថាគាត់អាចធ្វើបានដូចយើងដែរអញ្ចឹងបច្ចុប្បន្នខ្ញុំមានក្រុមការងារខ្លះគាត់គឺចាប់ផ្ដើមអភិវឌ្ឍទៅមុខជា model របស់ខ្ញុំដែលខ្ញុំ train ទៅពួកគាត់អញ្ចឹងណាអ្នកខ្លះក៏បានធ្វើការងារល្អហើយអ្នកខ្លះគឺកំពុងតែនៅលើផ្លូវទៅរកអ្វីដែលខ្ញុំចង់ឲ្យពួកគាត់ធ្វើហ្នឹងអញ្ចឹងជាលទ្ធផលគឺយើងបានសម្រេចការងារបានច្រើនហើយយើងមិនដឹងថាអ្នកផ្សេងគេធ្វើមិនទេប៉ុន្តែនេះជាយុទ្ធសាស្ត្ររបស់ខ្ញុំហើយខ្ញុំធ្វើទៅវាបានប្រយោជន៍ធ្វើទៅវាឃើញលទ្ធផលល្អក៏ប្រើប្រាស់យុទ្ធសាស្ត្រហ្នឹងទៅតែក៏វាត្រូវទាមទារសមត្ថភាពដែរឧទាហរណ៍ថាខ្ញុំនិយាយថាអញ្ចឹងដោយសារតែខ្ញុំចេះសរសេរកូដដែរបានខ្ញុំទៅជួយ build ជួយអីយល់ពីលក្ខណៈថាការនិយាយគ្នាបែប technical ទៅកាន់ team ហ្នឹងធ្វើមិនចុះបើអ្នកដឹកនាំខ្លះគាត់អត់យល់អាហ្នឹងអញ្ចឹងគឺចង់ទោះបីជាគាត់ចង់ក៏ដោយគឺគាត់ធ្វើអត់បានអាហ្នឹងវាលក្ខណៈសម្បត្តិសម្រាប់អ្នកដែលមានចំណេះដឹងខាងហ្នឹងគាត់ដឹកនាំខាងហ្នឹងទៅវាល្អអញ្ចឹងអាហ្នឹងយើងអត់និយាយថាមិនទេគ្រាន់ថានេះជា experience ផ្ទាល់ខ្លួនរបស់ខ្ញុំហើយយើងចេះយកមកនិយាយគ្នាលេងទៅហើយអាចថាក្មេងៗអ្នកចំនួនក្រោយអីចឹងទៅគាត់ពេលខ្លះរៀនទិនរៀនចប់ទី12ទិនប្រឡងចប់ឬក៏និស្សិតថ្មីនិស្សិតទើបរៀនចប់អីចឹងគាត់អាចឃើញវីដេអូខ្ញុំក៏អាចទុកជាព័ត៌មានមួយដែរជាដំណើរនៃការចាប់ផ្ដើមហើយ
យើងអាចសង្កេតមើលទៅលើអ្នកដឹកនាំរបស់យើងឬក៏យើងឃើញថាការដឹកនាំរបស់ថ្ងៃវាដូចខ្វះខាតអីមួយចឹងយើងជ្រើសរើសនៅក្នុងការអភិវឌ្ឍខ្លួនឯងដើម្បីឲ្យយើងក្លាយជាអ្នកដឹកនាំហ្នឹងទៅតាមវិធីរបស់យើងហ្នឹងហើយអ្វីដែលខ្ញុំធ្វើរាល់ថ្ងៃគឺសុទ្ធតែជាអ្វីដែលខ្ញុំខ្វះខាតពេលដែលខ្ញុំនៅជាអ្នកថ្មីហ្នឹងហើយខ្ញុំអត់មានអ្នកប្រាប់ឲ្យធ្វើយ៉ាងម៉េចយុទ្ធសាស្ត្រធ្វើម៉េចsoft skill យើងចិត្តសាស្ត្រយើងគួរតែគិតយ៉ាងម៉េចទៅលើការងារហ្នឹងដើម្បីឲ្យវាវិវត្តបានល្អអញ្ចឹងណាគឺយើងអត់មានទេប៉ុន្តែបានន័យថាមនុស្សម្នាក់គឺវាមានស្អីមួយនៅក្នុងខ្លួនរបស់យើងនៅក្នុងធម្មជាតិរបស់យើងធ្វើឲ្យយើងបានលទ្ធផលមកដល់រាល់ថ្ងៃអញ្ចឹងទៅដូចអ្នកខ្លះមាន leadership នៅក្នុងខ្លួនអ្នកខ្លះគឺអត់ទេគាត់ចង់ធ្វើតែមួយផ្នែករបស់គាត់មួយ lifestyle របស់គាត់ធ្វើតែប៉ុណ្្នឹងអញ្ចឹងទៅអញ្ចឹងបើយើងគិតពីចរិត developer គឺវាមានច្រើនហ្នឹងវាមានច្រើនអ្នកខ្លះគឺគាត់ចង់សុំត្រឹមតែថាអត់មានអីផ្លាស់ប្ដូរគឺនៅចង់ដដែលទេទោះបីជាមាន AI ក៏គាត់អត់ចង់ទៅសេដែរគឺគាត់ចង់ដូចរាល់ថ្ងៃធម្មតាអញ្ចឹងទៅហ្នឹងហើយធ្វើការងារទៅនៅក្រុមហ៊ុនទៅតួនាទីយើងធ្វើអីយើងធ្វើតែផ្នែកហ្នឹងហើយយើងសម្រាប់ទៅ developer ខ្លះគិតចឹង developer ខ្លះទៀតចង់ពង្រីកខ្លួនឯងឲ្យវាទៅមុខមកកម្រិតទៀតធ្វើអីផ្សេងចឹងទៀតទៅ challenge អីផ្សេងចឹងទៀតទៅ developer ខ្លះទៀតគឺ web ចង់អភិវឌ្ឍខ្លួនខ្លាយទៅជាអ្នកដឹកនាំគេអញ្ចឹងវានៅលើជំរើសវានៅលើនិស្ស័យរបស់មនុស្សម្នាក់ទេហ្នឹងហើយអានេះជាអីដែលខ្ញុំមើលឃើញណាហើយនៅមានមោទនភាពច្រើនទៀតដែលជាមួយខ្ញុំនឹង pick ខ្ញុំនឹងរើសយករឿងមួយចំនួនដែលយកតែកម្រិតស្រាលយកមកនិយាយណាយើងអាច detail ទេដោយសារតែយើងធ្វើអីមួយវាត្រូវមានរឿងសម្ងាត់ខ្លះសម្រាប់ក្រុមហ៊ុនសម្រាប់ privacy confidential អានឹងយើងអាចនិយាយទេអូខេអញ្ចឹងវីដេអូនេះដូចរៀងយូរហើយចាំវីដេអូក្រោយ